បើសិនជាសម្រាប់ខ្ញុំអ្នកធ្វើមកខ្សែចង្វាក់ទាំងអស់ហ្នឹងតាំងពីដាំដុះកែច្នៃលេងលក់បើកហាងកាហ្វេខ្ញុំគិតថាមានតែការដាំដុះឲ្យបានលុយច្រើននេះគេព្រោះដោយសារយើងតម្រូវការខ្ពស់បាទអញ្ចឹងយើងចំណេញធៀបនៃ profit net profit គឺជាការហ្នឹងល្អជាងគេសម្រាប់ខ្ញុំហើយខ្ញុំឃើញកសិករឥឡូវក៏គាត់ប្រែប្រួលច្រើនដែរតែចម្រិតជីវភាពគាត់ទិញធ្វើផ្ទះនៅគាត់ទិញម៉ូតូអីនៅខាងតំបន់ឦសានយើងណាតែបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាគាត់កុំអាលគួរទៅលើសម្ភារៈនិយមអីគិតថាយកលុយដែលចំណេញពីកាហ្វេហ្នឹងយកទៅបរិច្បន្ថែមដើម្បីឲ្យបានកាន់តែច្រើនជាងយកលុយដែលចំណេញហ្នឹងយកមកធ្វើអីដែលវាអត់ឲ្យlong term របស់គាត់សម្រាប់ជីវភាពគាត់ល្អប្រសើររយៈពេលវែងយើងយកអាហ្នឹងយើងយកទៅបរិច្អាជីវកម្មយើងបន្ថែមទៅនៅពេលដែលយើងបានចំណូលមួយដែលវាថិតថេរបានច្រើនហើយយើងចង់មកធ្វើអីក៏ស្រួលបើសិនជាយើងមើលលើតម្រូវការដោយសារតែយើងអត់ទាន់មានទិន្នន័យជាក់លាក់យើងវាយតម្លៃទៅលើចំនួនមនុស្សពេញវ័យហើយធៀបនឹងភាគរយយើងគិតថាប្រហែលជាជុំវិញ 20,000 តោនកាហ្វេក្រៀមគេហៅ green bean ហើយតម្រូវផ្គត់ផ្គង់យើងបើយើងមើលទិន្នន័យរបស់ខាងក្រសួងប្រហែលជាជុំវិញ 10,000 តោនទេអញ្ចឹងវានៅកម្រិតឆ្ងាយពីតម្រូវការហ្នឹងបាទតម្លៃបើសិនជាយើងមើលតម្លៃវិញយើងអាច Robusta យើងអាចលក់បាន 16,000 ក្រៀមហើយស្រស់យើងអាចលក់បានជុំវិញ 4,000 រៀលក្នុង1គីឡូហើយបើ Arabica ប្រហែលជាជុំវិញ$10គ្រាប់ក្រៀមគ្រាប់ស្រស់យើងអត់ទាន់មានអ្នកលក់ទេតែគ្រាប់ក្រៀមយើងមាន